សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរយើងមកចូលទៅការចែករំលែកមួយពាក់ព័ន្ធជាមួយនឹងរបៀបនៅក្នុងការប្រិចរូបអញ្ចឹងទាំងអស់គ្នាតាមដានទាំងអស់គ្នាអញ្ចឹងថ្ងៃហ្នឹងដែរខ្ញុំបានយករូបភាពរូបថតរបស់នាងខ្ញុំហើយនៅក្នុងហ្នឹងគឺយើងទាញទៅទាញមកអញ្ចឹងយើងបង្កើត layer ថ្មីហើយនៅទីនេះយើងអាចចុចsave ពេញដើម្បីទាញរូបហ្នឹងកុំឲ្យវាខូចកុំឲ្យវាបែករូបហ្នឹងព្រាលខូចអញ្ចឹងណាអញ្ចឹងទាំងអស់គ្នាចាំតាមដានទាំងអស់គ្នាបន្តទៀតទាំងអស់គ្នាចុច control T យើងឃើញមុំសងខាងហ្នឹងហើយវាចេញទៅមកយើងប្រើ control T ហ្នឹងដើម្បីបរិចរូបមកថាយើងឃើញមុំហ្នឹងហើយយើងមានមុំហ្នឹងអញ្ចឹងយើងឃើញកែមហ្នឹងយើងចាប់ផ្ដើមទាញអញ្ចឹងនៅក្នុងកែមហ្នឹងយើងទាញរូបហ្នឹងចេញមកយើងធ្វើការទាញហ្នឹងហើយអញ្ចឹងដើម្បីទាញឲ្យរូបហ្នឹងមើលទៅស្អាតបានអញ្ចឹងយើងត្រូវចុច shift ដើម្បីកុំឲ្យរូបហ្នឹងវាបែកហ្នឹងហើយកុំឲ្យរូបហ្នឹងបែកខូចវាចឬក៏ទទឹងហ្នឹងអត់ស្អាតអីចឹងណាហ្នឹងហើយឥឡូវខ្ញុំព្រិចធំទាំងអស់គ្នាឲ្យគ្នាមើលអញ្ចឹងយើងចូលទៅកែងនៃមុំរូបភាពណាមួយដើម្បីទាញចាហើយដោយសារនេះខ្ញុំចង់បញ្ជាក់អ្នកទាំងអស់គ្នាប្រព័ន្ធជាមួយនឹងកែមរបស់វាហ្នឹងវាមានមុំរបស់វាដែរអញ្ចឹងណាហើយយើងចាប់ផ្ដើមទាញវាតាមអ្វីដែលយើងចង់បានទៅលើការច្នៃប្រឌិតរបស់យើងនឹងឯងហើយនៅក្នុងនោះផងដែរយើងcomplete និយាយខ្លីទៅគឺ complete ចុច save ព្រោះក្នុងកាលណាយើងចុច click ចុច save រូបហ្នឹងគឺអត់ស្អាតទេឥឡូវចាប់ផ្ដើមទាញទាំងអស់គ្នាយើងចុចកែមហ្នឹងមកចាហ្នឹងហើយកែមហ្នឹងដើម្បីប្រិចរូបហ្នឹងហើយយើងប្រើមូហ្នឹងអស់ចុះអូឡើងហ្នឹងដើម្បីឲ្យវាមើលទៅតើរូបហ្នឹងយើងចង់ធ្វើម៉េចតោះមកយើងចុច tick ទាំងអស់គ្នាបើមិនជាយើងយកឃើញថាយើងយករូបហ្នឹងប្រថមប៉ុណ្ណឹងអញ្ចឹងណាយើង tick មកហើយនៅពេលដែលយើងបានរូបចឹងហើយបើបងប្អូនចង់បន្ថែមបន្ថយអីទៀតអាស្រ័យទៅលើបងប្អូនអញ្ចឹងណាហើយអានេះខ្ញុំគ្រាន់ចុចឲ្យយើងសេរីឲ្យវាចំមកមានសេរីឲ្យចំកតាចំអីចឹងណាហើយនៅក្នុងនឹងផងដែរក៏យើងនេះអាខ្សែលូតពណ៌ខៀវហ្នឹងគឺវាបញ្ជាក់ឲ្យយើងដាក់ចំកតាចំអីចឹងហ្នឹងហើយអានេះខ្ញុំចង់ចែករំលែកគ្នាយើងម្ដងទៀតតែគ្នាយើងភ្លេចហើយយើងចុចcontrol T មកហ្នឹងហើយទៅមកយើងឃើញមុំយើងចង់ប្រើមុំណាយើងទាញមុំហ្នឹងមកហើយ complete ចុច shift តែគាត់ថាយើង complete ចុច shift ចប់រូបហ្នឹងអត់ស្អាតទេបែកវាអាចបែករូបហ្នឹងអត់ស្មើទំហំអត់មកតាមទាំងអស់ចឹងហើយយើងទាញបញ្ចេញបញ្ចូលតាមជាក់ស្ដែងចឹងទៅហ្នឹងហើយយើងអាចទាញវាបញ្ចេញបញ្ចូលចឹងណាហើយយើងមើលជាក់ស្ដែងហ្នឹងហើយនេះដូចខ្ញុំទាញទូចទៅធំទៅទូចទៅធំហ្នឹងដើម្បីឲ្យអ្នកទាំងអស់គ្នាតាមដានទាំងអស់គ្នាថាយើងអាចប្រើកន្លែងមុំកែងនឹងបានដោយសារយើងហ្នឹងប្រើ control T ដល់ពេលដែលយើងចុច control T ទៅវាមានមុំកែងនៅកែមហ្នឹងយើងអាចទាញប្រិចឬក៏ព្រមរូបនឹងបានចា៎ហើយចំពោះរូបនឹងដែរខ្ញុំបានទៅលេងនៅសៀមរាបអញ្ចឹងទៅខ្ញុំក៏លើកជាឧទាហរណ៍សម្រាប់បងប្អូនទាំងអស់គ្នានៅពេលដែលចង់ប្រិចរូបឬក៏ព្រមរូបនៅលើផ្ទាំង poster របស់យើងនឹងឯងហើយហ្នឹងហើយខ្ញុំសាកទាញឲ្យបងទាំងអស់គ្នាមើលហើយកុំភ្លេចនៅចុច save ហ្នឹងឯងដើម្បីកុំឲ្យរូបភាពបែកនិយាយទៅរូបភាពអីក៏ដោយនៅពេលដែលយើងទាញយកមកប្រើហ្នឹងក៏យើងត្រូវតែមើលមែនតើដើម្បីជៀសវាងនៅក្នុងការពេលដែលយើងចុច control T ទៅយើងអត់បានចុច shift វាធ្វើឲ្យរូបហ្នឹងខូចឬក៏រូបហ្នឹងបែកចឹងទៅហើយនេះខ្ញុំក៏ចង់មកចែករំលែកពាក់ព័ន្ធជាមួយនឹងការទាញ remove អក្សរហ្នឹងនៅលើរូបភាពរបស់យើងអញ្ចឹងយើងទាញរូបហ្នឹងមកខាងលើក៏បានឬក៏ខាងក្រោមក៏បានអាស្រ័យលើយើងហើយនៅក្នុងនេះយើងអាចលេង style ហើយយើងឃើញមុំចុច control T ដែរប៉ុន្តែយើងអាចបវល់វាបានឲ្យវាមូលឬក៏ចំហៀងឬក៏ប្រឆិតអីស្រេចយើងហើយយើងសេរីដាក់តាមការដែលយើងចង់បាននេះយើងទីមកលើទីមកក្រោមអញ្ចឹងមកហ្នឹងហើយទាំងអស់គ្នាទីមកខាងលើទីមកខាងក្រោមហើយអានេះពាក់ព័ន្ធជាមួយនឹងការដូរពណ៌អក្សរបើយើងស្រឡាញ់អក្សរពណ៌អីយើងដូរពណ៌ហ្នឹងមកមានពណ៌ខ្មៅពណ៌ក្រហមមានពណ៌និយាយទៅ everything ដែលយើងចង់បានមានពណ៌ស្វាយរបស់យើងទៅហើយសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តពណ៌ស្វាយហើយច
ចឹងការខ្ញុំដាក់ពណ៌អីដែលយើងតាក់ទាញជាមួយនឹងរូបភាពហ្នឹងដែរបានថាផ្ទាំងខាងក្រោយហ្នឹងជាប្រភេទពណ៌អីយើងត្រូវលៃលោកឲ្យសមស្របជាមួយនឹងអក្សរហ្នឹងដើម្បីវាឃើញអក្សរហ្នឹងនៅលើផ្ទាំងរូបភាពហ្នឹងចឹងណាហើយនេះខ្ញុំចូលទៅដាក់ stroke ហើយយើងចូលទៅកន្លែងអក្សរ FX ហ្នឹងមកតើមកយើងចូលទៅឃើញមានពាក្យច្រើនមាន stroke មានdrop shadow ហ្នឹងគឺពាក់ព័ន្ធជាមួយនឹងអក្សរហ្នឹង bold ពីក្រោមវាលេចរូបអក្សរហ្នឹងចេញមកហើយនេះពាក់ព័ន្ធជាមួយនឹងការសេរីទំហំយើងចង់ដាក់ធំយើងក៏ចង់ដាក់ខែអាស្រ័យលើយើងជាអ្នកសេរីជាអ្នក design ទៅលើរូបភាពមួយហ្នឹងអញ្ចឹងណាអញ្ចឹងទៅយើងសេរីតាមហ្នឹងឯងហើយតមកយើងចុច OK មករួចរាល់អញ្ចឹងបើក្នុងករណីយើងចង់កន្លែងនេះខ្ញុំចូលទៅ layer នឹងតែប៉ុន្តែខ្ញុំចូលទៅដូរ font អក្សរខ្ញុំចង់បាន font អក្សរផ្សេងអញ្ចឹងណាយើងចូលទៅដូរ font អក្សរនៅទីនេះយើងមាន font អក្សរច្រើនប៉ុន្តែខ្ញុំសុំបិទសិនដោយសារវាបាំងខ្ញុំបង្ហាញអ្នកទាំងអស់គ្នាអត់កើតអញ្ចឹងខ្ញុំសុំទាញរូបមកខាងនេះទីសិនចាហ្នឹងហើយអូខេយើងចូលទៅ layer នឹងដដែលបន្ទាប់មកយើងចុចទៅកន្លែង font អក្សរយើងចង់ដូរអក្សរហ្នឹងទៅជា font ប្រភេទអីបើយើងស្រឡាញ់ font ហ្នឹងយើងដាក់ font ហ្នឹងតែបើយើងអត់ស្រឡាញ់ទេយើងដូរទៅជា font ផ្សេងវិញហើយឥឡូវខ្ញុំដូរទៅ font មួយទៀតព្រោះអី font នេះខ្ញុំអត់សូវស្រឡាញ់ទេវាមើលទៅវាអត់សូវស្អាតអត់សូវទាក់ទាញអញ្ចឹងណាព្រោះបើយើង design យើងត្រូវការអក្សរឬក៏រូបភាពណាដែលទាក់ទាញទៅនឹងអតិថិជនរបស់យើងដែរគាត់មើលទៅគាត់ចាប់អារម្មណ៍ទៅលើការ decor ការរចនា design របស់យើងនឹងឯងហើយខ្ញុំអូតូក្រូមច្រើនណាវាមាន font អក្សរច្រើនណាមានទាំងភាសាខ្មែរភាសាអង់គ្លេសមានច្រើនមែនតើឥឡូវខ្ញុំសម្រាប់ដាក់ font អក្សរមួយនេះប៉ុន្តែកន្លែងនេះខ្ញុំចង់ដឹងថាយើងដាក់ទៅមិនដែរអញ្ចឹងណាហើយវាអត់ស្អាតអញ្ចឹងខ្ញុំទៅរកបន្ថែមទៀតថាគួរតែដាក់ font អក្សរមួយណាឥឡូវចូលទៅ font អក្សរមួយនេះសាកមើលមិនដែរហ្នឹងហើយចូលទៅមួយទៀតហ្នឹងហើយអូខេខ្ញុំធីកយកតោះមកខ្ញុំមើលថាតើវាស្អាតអត់មិនដែរអញ្ចឹងណាកន្លែងនេះនាងខ្ញុំចូលទៅមើលថាវាប៊ូអត់វាធំអត់ចឹងណាបើអត់ធំទេខ្ញុំដូរទៅកន្លែងនេះធីកដើម្បីជ្រើសរើសយកតែម្ដងហើយយើងអាច remove design តាមជាក់ស្ដែងដាក់លើរូបភាពឬក៏យើងដាក់ខាងលើដាក់ខាងក្រោមស្រេចយើងអញ្ចឹងណាយើងអាចដាក់បានទាំងអស់ហើយនៅកន្លែងនេះបងណាយើងទាញយើងចុច control T យកទៅ control T ប្រើបានគ្រប់តម្រងយើង control T តមកយើងសេរីយើងបវល់សេរីយើងចង់សេរីយើងសេរីរូបនឹងឬក៏សេរីអក្សរនឹងឲ្យវាកោងឬក៏បច្ឆិតអីអាស្រ័យលើយើងជាអ្នកសេរីដល់ពេលដែលយើងសេរីរួចរាល់អានេះខ្ញុំចាប់ទាញវាមើលទៅរៀងផ្ដេកបើសិនជាផ្ដេកស្អាតអត់បើសិនជាទាញមកចេះស្អាតអត់ឥឡូវខ្ញុំចុច tick ដើម្បីយកវាហើយនៅពេលដែលខ្ញុំបានហើយខ្ញុំក៏ទាញវាមកលើបន្តិចសិនដើម្បីចង់ដឹងថាដល់ពេលដែលខ្ញុំដាក់ខាងនេះមើលទៅមិនដែរហើយឥឡូវខ្ញុំដូរមក color ម្ដងដូរពណ៌ខ្ញុំចូលដល់ថាដូរពណ៌ផ្សេងទៅវាចេញមិនវិញអញ្ចឹងណាវាចេញជាអក្សរមិនវិញចុច tick ណាឥឡូវចេញពណ៌ក្រហមតែពណ៌ក្រហមហ្នឹងវាអត់សូវស្អាតសោះដូរពណ៌ផ្សេងទៀតចង់ដាក់ពណ៌ផ្ទៃមេឃឬក៏ពណ៌អីចឹងណាឬមិនចឹងទេដាក់ពណ៌សខ្ញុំដាក់ពណ៌សដាក់ពណ៌ផ្ទៃមេឃចឹងទៅឥឡូវខ្ញុំសម្រាប់យកពណ៌ផ្ទៃមេឃហ្នឹងហ្មងចាចឹងនាងខ្ញុំដាក់គ្រានហ្នឹងតែឥឡូវដូចមិនអត់សូវស្អាតមើលសាកពណ៌លឿងម្ដងមើលតែវាចេញមកវាអត់សូវមើលឃើញដោយសារយើងប្រើ drop shadow ហើយនឹងប្រើ stroke អញ្ចឹងទៅវាអក្សរហ្នឹងវាអត់សូវចេញពណ៌នឹងខ្លាំងទេចាជាង tick ណាអូខេតោះមកយើងcontrol T ទៀតហើយយើងចូលទីយើងចូលឡើងចូលទៅមើល layer របស់វាអញ្ចឹងណាយើងទាញឲ្យវាធំហ្នឹងហើយទាញឲ្យធំ control T មិញណាបងប្អូនយ៉ាត់ភ្លេច control T បានយើងអាចចេញមុំកែងហើយបន្ទាប់មកយើងចុច save ដើម្បីកុំឲ្យបែករូបហ្នឹងហើយតែកាលណាយើងអត់ចុច save រូបភាពហ្នឹងបែកចេញបែកលែងស្អាតវាទៅជាតឿកាតុន
វាច watch អីចឹងទៅតាមការដែលយើងទាញនឹងឯងដល់ពេលដែលយើងបានហើយយើង complete ចុច tick ផងតែកាលណាយើងភ្លេចចុច tick ចាប់ហើយឧទាហរណ៍ដូចជា control ចាអរគុណច្រើនជំរាបលាបងប្អូនទាំងអស់គ្នាជួបគ្នាលើកក្រោយ